ួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងម៉ាគីរបស់យើងបន្តទៀតនៅក្នុងវគ្គនេះស៊ីនបេតហើយនិងអាលីបាបាចូលទៅក្នុងរាជវាំងដើម្បីនិយាយជាមួយស្ដេចមួយអង្គដែលមានឈ្មោះថាអាបមេតដែលត្រូវជាបងប្រុសរបស់អាលីបាបានឹងឯងគោលបំណងរបស់អ្នកទាំងពីរនៅពេលហ្នឹងអត់មានអីទេគ្រាន់តែសំណូមពរទៅស្ដេចថាគ្រប់គ្រងឬក៏ដឹកនាំយ៉ាងណាគិតប្រជារាស្ត្រជាធំផងប៉ុន្តែលទ្ធផលចរចានៅពេលហ្នឹងអត់ជោគជ័យទេព្រោះថាស្ដេចហ្នឹងអត់ព្រមនិយាយជាមួយអាលីបាបាឡើយហើយគាត់ក៏និយាយថាអាលីបាបាគ្រាន់តែក្មេងសម្រាមមកពីកន្លែងមួយដែលហៅថាសលឹមតែប៉ុណ្ណោះតាំងពីដើមមកគាត់មិនដែលទទួលស្គាល់ថាជាបងប្អូនរបស់ពួកគេទេចំណែកនៅខាងក្រៅវិញមានម៉ូជីណាអាឡាឌីនហើយនិងប្រជាជនជាច្រើនកំពុងតែរងចាំនិងគាំទ្រការចរចារបស់អាឡាឌីនផងដែរបកមកខាងក្នុងវិញនៅពេលហ្នឹងស៊ីនបេតក៏ចង់និយាយតាក់ទងនឹងរឿងនគររបស់គាត់ផងដែរប៉ុន្តែស្ដេចអាមេតហ្នឹងក៏បាននិយាយភ្លាមៗថាពួកគេអត់មានរឿងអីត្រូវរកស៊ីជាមួយនគររបស់ស៊ីនបេតទៀតទេដោយសារតែពួកគេឥឡូវហ្នឹងជាប់កិច្ចសន្យារកស៊ីជាមួយនឹងអាណាចក្រ Khou Empire នឹងឯងហើយនៅពេលហ្នឹងក៏មានជើងខ្លាំងរបស់អាណាចក្រ Khou Empire ម្នាក់បានមកដល់កន្លែងហ្នឹងដែលក៏មានឈ្មោះថាโจដាល់បន្ទាប់ពីហ្នឹងមកការចរចាត្រូវបានបញ្ចប់អាលីបាបាវិញគឺថាអស់សង្ឃឹមខ្លាំងមែនទែនហើយក៏ដឹងថានិយាយយ៉ាងម៉េចជាមួយប្រជាជនដែរដោយសារតែគាត់រកដំណោះស្រាយឲ្យពួកគេអត់ទាន់បាននោះឯងនៅពេលហ្នឹងស៊ីនបេតក៏ខំនិយាយលើកទឹកចិត្តប្រជាជនទាំងអស់ផងដែរទោះបីជាការចរចាបរាជ័យប៉ុន្តែពួកគេក៏អត់ទាន់បោះបង់ត្រឹមហ្នឹងដែរគាត់បញ្ជាក់ទៀតថាបើសិនជានគរមួយហ្នឹងអត់គិតពីប្រជាជនហើយដេញប្រជាជនចេញនោះពួកគេអាចទៅនៅនគររបស់គាត់បានការនិយាយនៅពេលហ្នឹងក៏អាចលើកទឹកចិត្តដល់ប្រជាជនបានគួរសមផងដែរយ៉ាងហោចណាស់ក៏ពួកគេនៅមានក្តីសង្ឃឹមបណ្ដាទៀតខណៈពេលហ្នឹងផងដែរโจដាល់ក៏បានមកដល់កន្លែងហ្នឹងអាពេលហ្នឹងអត់មានចេះខ្លាចអ្នកណាទេដោយសារតែនគររបស់គាត់នឹងរុងរឿងខ្លាំងទោះបីជាធ្វើសង្គ្រាមក៏ពួកគេអត់ខ្លាចដែរម្យ៉ាងទៀតពួកគេមានឌីជានរហូតដល់5នៅក្នុងដៃទៀតផងគ្រាន់តែមកដល់ភ្លាមគាត់ក៏ចាប់អារម្មណ៍ដឹងថាអាឡាឌីនគឺជាម៉ាគីម្នាក់ដែរដោយសារតែពួកគេជាប្រភេទម៉ាគីដូចគ្នានោះឯងនៅពេលហ្នឹងโจដាល់ក៏បាននិយាយស្វាគមន៍ម៉ាគីតូចហើយក៏បានណែនាំខ្លួនអីចឹងទៅអាឡាឌីនរបស់យើងនៅពេលដែលឃើញគេរុះរាយអញ្ចឹងគាត់ក៏មានប្រកាន់អីដែរក៏បានណែនាំខ្លួនដូចគ្នាបន្ទាប់មកโจដាល់ក៏លោកដៃចាប់ប៉ុន្តែមិនមែនចាប់ទេបែរជាដាល់អាឡាឌីនរបស់យើងមួយដៃទៅវិញបន្ទាប់មកអាប៉ែហ្នឹងក៏បែរទៅសើចចំអកដាក់អាលីបាបាដោយសារតែការចរចារបស់អាលីបាបាបរាជ័យនោះឯងប៉ុន្តែនៅពេលហ្នឹងអាឡាឌីនក៏បានលូកមាត់ចូលក៏ប្រាប់ថាទោះបីជាការចរចាបរាជ័យក៏ដោយក៏ពួកគេបានធ្វើឲ្យអស់ពីសមត្ថភាពផងដែរដូច្នេះគាត់មិនឲ្យអាប៉ែโจដាល់ហ្នឹងមើលងាយមិត្តភ័ក្តិរបស់គាត់ទេប៉ុន្តែអាប៉ែโจដាល់ហ្នឹងអត់ចេះខ្លាចទេគាត់ក៏បានប្រើធម្មពលម៉ាគីរបស់គាត់ហ្នឹងបាញ់អាលីបាបារបស់យើងឲ្យប៉ាងទៅខាងក្រោយបន្ទាប់មកក៏និយាយបែបសើចចំអកថាគ្រាន់តែជាមនុស្សទន់ខ្សោយនិងបរាជ័យម្នាក់តែប៉ុណ្ណោះនៅពេលហ្នឹងអាឡាឌីនក៏ពិតជាខឹងខ្លាំងណាស់បើសិនជាវាយគាត់អត់អីទេប៉ុន្តែបើថាប៉ះមិត្តភ័ក្តិរបស់គាត់គឺដឹងតែមានរឿងហើយខណៈពេលហ្នឹងផងដែរស៊ីនបេតក៏បានខាត់ពួកគេកុំឲ្យវាយគ្នានោះឯងប៉ុន្តែស៊ីនបេតខាត់អាប៉ែโจដាល់នឹងអត់បានទេដោយសារតែស៊ីនបេតឥឡូវហ្នឹងអត់មានឌីជីននៅជាប់ខ្លួនឡើយអញ្ចឹងហើយក៏មិនអាចបញ្ឈប់អាប៉ែโจដាល់នឹងបានដែរជាការសាកល្បងក៏ឲ្យម៉ារ៉ូទៅទាត់អាប៉ែនឹងមួយជើងសាកមើលប៉ុន្តែទាត់អត់ចូលទាត់តែសោះដោយសារតែពួកគេមានធម្មពលម៉ាគីការពារខ្លួននោះឯងបន្ទាប់ពីនឹងមកការប្រយុទ្ធរបស់โจដាល់ហើយនិងអាឡាឌីនក៏បានចាប់ផ្ដើមពួកគេបានប្រើធម្មពលរៀងៗខ្លួនប៉ុន្តែនៅពេលហ្នឹងโจដាល់ដូចជាខ្លាំងណាស់អាឡាឌីនរបស់យើងទៅបាត់ជាប់ទេប៉ុន្តែបានយូហ្គោរបស់គាត់ចេញមកជួយការប្រយុទ្ធបន្តโจដាល់បានប្រើវេទមន្តទឹកកកដ៏ធំមួយហើយបាញ់ទម្លាក់មកពីខាងលើនៅពេលហ្នឹងសំបីតែប្រជាជនក៏ពេលហ្នឹងបាញ់ដាក់ដែរណាណារត់តាន់ណាណារត់អត់តាន់ដឹងតែស្លាប់ហើយដល់តែពេលអញ្ចឹងយូហ្គោក៏បានហត់ទៅវាយអាប៉ែនឹងមួយដៃធ្វើឲ្យគាត់ធ្លាក់មកខាងក្រោមវិញបានត្រូវប៉ុណ្ណឹងហើយโจដាល់ក៏អត់កាត់អ្វីដែរដោយសារតែគាត់មានវេទមន្តការពារខ្លួនបន្ទាប់មកក៏ប្រើវេទមន្តទឹកកកបន្តទៀតដើម្បីទម្លាក់ទៅលើអាឡាឌីនប៉ុន្តែនៅពេលហ្នឹងយូហ្គោក៏ចូលទៅរងជំនួសអាឡាឌីនជាប់ហើយគាត់ក៏មានរបួសធ្ងន់ផងដែរដោយសារតែមុតទឹកកកមួយហ្នឹងអត់ជាវិញទេនៅពេលហ្នឹងអាឡាឌីនខំប្រើធម្មពលរបស់គាត់ដើម្បីជួយយូហ្គោផងដែរទឹកកកទាំងអស់ហ្នឹងអាចដកចេញវិញបានប៉ុន្តែមើលទៅរបួសរបស់គាត់នៅតែអត់ជាដដែលម្យ៉ាងទៀតធម្មពលរបស់គាត់ចាប់ផ្ដើមអន់ថយបណ្ដាហើយនៅពេលហ្នឹងអាលីបាបាពិតជាខឹងខ្លាំងណាស់ហើយក៏បានហក់ទៅចាក់ទៅលើអាប៉ែហ្នឹងប៉ុន្តែចាក់អត់ចូលទេដោយដឹងស្រាប់ហើយថាអាប៉ែហ្នឹងមានខែលការពារខ្លួនប៉ុន្តែអាលីបាបានៅតែបន្តចាក់រហូតទម្លុះខែលមួយហ្នឹងបានហើយក៏ធ្វើឲ្យមុខអាប៉ែហ្នឹងមុតអស់បន្តិចផងដែរបន្ទាប់មកជាការតបតក៏បានបាញ់ធម្មពលរបស់គាត់ដាក់ទៅលើអាលីបាបាប៉ាងទៅម្ខាងទៀតបាននៅពេលហ្នឹងយូហ្គោក៏ចូលមកវាយបន្តទៀតដែរដាក់អាប៉ែនឹងមួយដៃប៉ាងទៅម្ខាងបន្ទាប់មកហក់ដាល់ពីលើម្ដាយទៀតធ្វើឲ្យផុងទៅខាងក្រោមជ្រៅយកតែមែនតែនត្រូវប៉ុណ្ណឹងហើយโจដាល់ក៏អត់ទាន់កើតអីដែរគាត់បានហោះឡើងទៅខាងលើហើយប្រើធម្មពលរបស់គាត់បាញ់ដាក់យូហ្គោប៉ុន្តែនៅពេលហ្នឹងយូហ្គោក៏អាចរងជាប់ផងដែរតែបន្តិចក្រោយមកក៏មានទឹកកកដ៏ធំមួយអាចទម្លុះខ្លួនរបស់គាត់បាននៅពេលហ្នឹងយូហ្គោក៏អត់ព្រមបញ្ឈប់ដែរគាត់បានចាប់โจដាល់ជាប់ហើយច្បាច់គាត់បែកធម្មពលនឹងខ្ទេចចំណែកមនុស្សវិញក៏ខ្ទេចដូចគ្នាដែលមើលទៅមាន
របួសធ្ងន់មែនទែនប៊ីនឹងស្លាប់បាត់ទៅហើយខណៈពេលនឹងពនាងនៃអាណាចក្រ Cold Empire ក៏បានមកដល់កន្លែងហ្នឹងជាមួយនឹងកងទ័ពមួយក្រុមហើយក៏អាចជួយចូលដើរទាន់ពេលវេលាផងដែរប៉ុន្តែមើលទៅ Yugo គាត់ដូចជានៅតែចង់ប្រយុទ្ធគ្រាបន្តទៀតនៅពេលហ្នឹងពនាងហ្នឹងក៏អាចចាក់ទម្លុះ Yugo បានដែលធ្វើឲ្យគាត់មានរបួសធ្ងន់ហើយក៏ចាប់ផ្ដើមរលាយខ្សោយចូលទៅក្នុងខ្លុយរបស់គាត់វិញបាននៅពេលហ្នឹងពនាងក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យចូលទៅចាត់ការពួកគេទាំងអស់ចោលផងដែរដោយអត់ខ្វល់ថាប្រជាជនឬក៏ប្រជារាយទេនិយាយទៅវាយទាំងអស់ហ្នឹងដែលកូនចៅរបស់ពនាងម្នាក់ពិតជាមានសមត្ថភាពខ្លាំងមែនទែនប៉ុន្តែក៏មិនជាអ្វីដែរដោយសារតែក្រុម Sinbad ហើយនិង Mojina អាចទប់ទល់ជាមួយពួកគេបានបន្ទាប់មកពនាងក៏ត្រូវប៉ះគ្នាមួយស្មើជាមួយនឹង Aladdin ប៉ុន្តែនៅពេលហ្នឹង Sinbad ក៏បានចូលមកខွာទៀតដែរដោយឈប់ឲ្យពួកគេវាយគ្នានោះឯងនៅពេលហ្នឹង Sinbad បានចាប់ដៃពនាងដែលធ្វើឲ្យធម្មពលទឹករបស់នាងស្រាប់តែបាត់ទៅវិញអស់ដែលធ្វើឲ្យនាងមានការងើឆ្ងល់មែនទែនបន្ទាប់ពីសួរនាំទៅទើបដឹងថាគាត់មានឈ្មោះថា Sinbad ដែលជាស្ដេចនៅ Centria ដល់តែពេលអញ្ចឹងគឺថាមានការអៀនខ្លាំងមែនទែនដោយសារតែប្រុសស្អាតចាប់ដៃអីចឹងណាហើយ Sinbad ក៏សូមឲ្យគ្រប់គ្នាឈប់ប្រយុទ្ធគ្នាសិនទៅហើយក៏សូមឲ្យពនាងត្រឡប់ទៅវិញហើយក៏ប្រាប់ទៅ Aladdin ឲ្យឈប់ផងដែរដល់តែពេលបានប្រុសស្អាតនៅក្បែរអញ្ចឹងពនាងដូចថាមិនទេលេងវាយគ្នាទៀតបដ ாய் ហើយក៏បានបបួលកូនចៅដើម្បីត្រឡប់ទៅវិញអស់លេងបន្ទាប់ពីការប្រយុទ្ធគ្នារួចរាល់ពួកគេក៏ចាប់ផ្ដើមព្យាបាលឲ្យប្រជាជននៅតំបន់មួយហ្នឹងដែល Mojina របស់យើងក៏បានដើរជួយប្រជាជនផងដែរបន្ទាប់មកក៏ទៅជួយរុំរបួសឲ្យទៅ Alibaba នោះឯងខណៈពេលហ្នឹងពួកគេទើបតែនឹកឃើញថាបាត់ Aladdin ឆឹងអត់ដឹងទៅណាទេដល់តែពេលរកមើលទៅ Aladdin បានសន្លប់បាត់ទៅហើយមូលហេតុដោយសារតែគាត់បានផ្លុំនិងប្រើធម្មពលរបស់គាត់ច្រើនពេកចូលទៅក្នុងខ្លុយដើម្បីសង្គ្រោះ Yugo នោះឯងខណៈពេលហ្នឹង Aladdin មានស្ថានភាពធ្ងន់ធ្ងរមែនទែនមួយរយៈហ្នឹងគាត់ប្រកាសជាសន្លប់រហូតអត់ដឹងខ្លួនទេដល់តែពេលអញ្ចឹង Sinbad ក៏បង្ខំឲ្យ Alibaba ទៅសម្រាកសិនទៅចំណែក Aladdin ទុកឲ្យពួកគេជាអ្នកមើលថែនៅយប់នឹងផងដែរលោកមេតបបាកាកហើយនិងបងប្រុសទី2របស់ Alibaba ក៏បានមកដល់កន្លែងហ្នឹងគោលបំណងរបស់ពួកគេគឺប្រាប់ពីស្ថានភាពនៃនគរ Baldbed មួយហ្នឹងឲ្យទៅ Alibaba បានដឹងគាត់ប្រាប់ថានគររបស់ពួកគេសពថ្ងៃហ្នឹងស្ទើរតែគ្រប់គ្រងទាំងស្រុងដោយអាណាចក្រ Cold Empire នោះឯងនៅកន្លែងហ្នឹងតាក់ទងនឹងសេដ្ឋកិច្ចឬក៏រូបិយប័ណ្ណការប្រើប្រាស់ការចាយវាយអីចឹងណាអាចនឹងខ្ញុំបញ្យល់អត់សូវត្រូវទេកន្លែងហ្នឹងហើយសាច់រឿងតាក់ទងនឹងការបញ្យល់ហ្នឹងក៏រៀងវែងផងដែរប៉ុន្តែខ្ញុំសូមសង្ខេបត្រួសតែម្ដងទៅកុំឲ្យវីដេអូហ្នឹងវែងពេកដោយដំបូងឡើយតាក់ទងនឹងការចាយលុយដោយប្រទេសនីមួយៗមានរបៀបមានរូបិយប័ណ្ណផ្សេងគ្នានឹងផ្ទាល់ខ្លួនអីចឹងទៅចំណែកអាណាចក្រ Cold Empire ហ្នឹងគេប្រើប្រាស់សាច់ប្រាក់បន្ទាប់មកមន្ត្រីរបស់ពួកគេហ្នឹងក៏មកបញ្ចុះបញ្ចូលស្ដេចនៃអាណាចក្រ Baldbed បច្ចុប្បន្នហ្នឹងឲ្យប្រើរូបិយប័ណ្ណរបស់ពួកគេដែរហើយស្ដេចមួយហ្នឹងក៏ស្រួលដូចចិត្តទៀតប្រទេសផ្ទាល់ខ្លួនរបស់ខ្លួនបែរជាចាយរូបិយប័ណ្ណរបស់ពួកគេដោយអាណាចក្រ Cold Empire ហ្នឹងគេបានផ្ដល់កដាស់ប្រាក់ជាច្រើនមកឲ្យពួកគេដោយប្ដូរនឹងទ្រព្យសម្បត្តិមាសប្រាក់ពេជ្រកែវកងអីចឹងទៅដើម្បីឲ្យទៅពួកគេវិញហើយស្ដេច Baldbed បច្ចុប្បន្នហ្នឹងគឺថាចាយលុយខ្លាំងមែនទែននៅពេលដែលអស់លុយហើយតែងតែខ្ចីពីអាណាចក្រ Cold Empire ហ្នឹងឯងដោយពួកគេមានទ្រព្យសម្បត្តិដើម្បីដោះដូរក៏ប៉ុន្តែយូរទៅពួកគេចាប់ផ្ដើមអស់ទ្រព្យសម្បត្តិហើយស្ដេចបច្ចុប្បន្នហ្នឹងក៏ចាប់ផ្ដើមចុះកិច្ចសន្យាដើម្បីលក់ប្រជាជនរបស់ខ្លួនហ្នឹងឲ្យទៅធ្វើជាទាសកររបស់អាណាចក្រ Cold Empire ហ្នឹងឯងរឿងទាំងអស់នេះហើយទើបធ្វើឲ្យគាត់ហ្នឹងមានការបារម្ភមែនទែនព្រោះថាស្ដេចមួយទាំងមូលបែរជាលក់ប្រជាជនខ្លួនឯងឲ្យទៅអ្នកដទៃចំណែកប្រជាជនវិញអត់ទាន់ដឹងខ្យល់អីនៅឡើយទេបងប្រុសទី2របស់ Alibaba ហ្នឹងគាត់ក៏ចង់បញ្ឈប់ដែរប៉ុន្តែគាត់ជាមនុស្សកំសាន្តនិយាយទៅខ្លាចស្ដេចនឹងអត់ហ៊ានតតាំងទេសុកចិត្តមកប្រាប់ Alibaba ឲ្យ Alibaba ជាអ្នកធ្វើវិញគាត់ប្រាប់ទៀតថារយៈពេល5ថ្ងៃក្រោយស្ដេចបច្ចុប្បន្នហ្នឹងនឹងត្រូវរៀបអភិសេកជាមួយនឹងពនាងនៃអាណាចក្រ Cold Empire ហើយបើសិនជាពួកគេរៀបអភិសេកបានសម្រេចថ្ងៃហ្នឹងក៏ជាថ្ងៃដើម្បីចុះកិច្ចសន្យាលក់ប្រជាជនខ្លួនឯងឲ្យទៅធ្វើជាទាសករនឹងផងដែរនៅពេលនេះពួកគេបានដឹងរឿងដ៏ខ្មៅងងឹតនៃនគរ Baldbed បច្ចុប្បន្ននឹងហើយចំណែក Monica វិញគឺពិតជាខឹងខ្លាំងណាស់ទាក់ទងនឹងរឿងទាសករនឹងនាងក៏បានបបួល Alibaba ភ្លាមដើម្បីបញ្ឈប់ស្ដេចមួយនឹងប៉ុន្តែមើលទៅ Alibaba ដូចជាអត់មាន confidence លើខ្លួនឯងអីតតែសោះបន្ទាប់ពីនឹងមក Sinbad, Jafar ហើយនិង Maru ពួកគេក៏បានពិភាក្សាគ្នាផងដែរព្រោះថាពួកគេក៏ត្រៀមខ្លួនដើម្បីជួយទៅ Alibaba ដូចគ្នាប៉ុន្តែ Sinbad ក៏និយាយថាមើលទៅរៀងពិបាកបន្តិចដោយសារតែ Alibaba មើលទៅដូចជាអត់មានសង្ឃឹមនិងមានជំនឿជឿជាក់លើខ្លួនឯងអីតតែសោះសម្ដីទាំងអស់ហ្នឹង Mojina ក៏បានលើផងដែរនាងនៅតែនិយាយថាគាត់ជឿជាក់ថា Alibaba ប្រកាសជាធ្វើបានព្រោះថានាងក៏ជាទាសករម្នាក់ផងដែរនាងមានសេរីភាពដោយសារតែ Alibaba ជាអ្នកជួយនាងបន្ទាប់ពីនឹងមក Sinbad ក៏បានហៅ Alibaba
Alibaba ដើម្បីមកនិយាយគ្នាជាមួយគាត់ការនិយាយគ្នានៅពេលហ្នឹងអត់មានអីទេគឺមានតែការលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តដល់ Alibaba នឹងឯង Sinbad ប្រាប់ថារឿងបញ្ឈប់ស្ដេចបច្ចុប្បន្នហ្នឹងគឺមានតែ Alibaba ទេដែលអាចធ្វើបានត្រូវចាំថាមានប្រជាជនជាច្រើនដែលបានផ្ដល់ក្តីសង្ឃឹមទៅលើ Alibaba ហើយជាពិសេស Aladdin ហើយនិង Mojina ក៏បានផ្ដល់ក្តីសង្ឃឹមនិងជឿជាក់ទៅលើ Alibaba ផងដែរហើយម្យ៉ាងទៀតខាងក្រុមគាត់ក៏នៅចាំជួយ support ទៅដល់ Alibaba ដូចគ្នាគាត់ប្រាប់ទៀតថាបើសិនជា Alibaba ចង់រៀនប្រើប្រាស់ Digi នឹងឲ្យបានល្អគាត់ត្រៀមខ្លួននឹងបង្រៀនគ្រប់ពេលបន្ទាប់ពីការនិយាយគ្នារួចរាល់ Alibaba ដូចជាអត់សូវមាន confidence លើខ្លួនឯងដដែលហ្នឹងបន្ទាប់ពីនឹងមកគាត់ក៏បានជួបគ្នាជាមួយ Cassin នៅកន្លែងស្ងាត់មួយផ្សេងទៀតដោយអត់ឲ្យ Sinbad បានដឹងរឿងទាំងអស់ហ្នឹងទេគាត់ហៅ Alibaba មកនឹងដើម្បីចូលរួមជាកម្លាំងជាមួយគាត់ដើម្បីធ្វើសង្គ្រាមជាមួយស្ដេចបច្ចុប្បន្ននឹងឯង Alibaba ក៏សួរទៅវិញថាតើកម្លាំងរបស់ពួកយើងប៉ុណ្ណឹងតើអាចទៅរួចដែរមែន Cassin ក៏ប្រាប់វិញថាពួកគេនៅមានឧបករណ៍វេទមន្តជាច្រើនដែលបរិះអាថ៌កំបាំងម្នាក់បានឧបត្ថម្ភដល់ពួកគេហើយការធ្វើសង្គ្រាមនៅពេលហ្នឹងគាត់ក៏លាក់បាំងដែរគាត់ប្រើប្រជារាស្ត្រទាំងអស់ដើម្បីចូលរួមធ្វើសង្គ្រាមដូចគ្នាគំនិតទាំងអស់ហ្នឹង Alibaba អត់យល់ស្របជាមួយទេដោយសារតែពួកគេធ្វើអីផ្ដេសផ្ដាសអត់មានគិតដល់អាយុជីវិតរបស់ប្រជារាស្ត្រតតែសោះនៅពេលហ្នឹង Cassin ក៏បានវាយ Aladdin មកដៃហើយស្ដីថាដោយសារតែ Aladdin នឹងទន់ខ្សោយហើយក៏មានវិធីសាស្ត្រអីផ្សេងដែរពាក្យសម្ដីថាគាត់ជាមនុស្សអត់បានការនឹងធ្វើឲ្យ Alibaba ពិតជាខឹងខ្លាំងណាស់ហើយក៏បានមករក Sinbad ដើម្បីឲ្យ Sinbad ជួយបង្រៀនគាត់ផងដែរការបង្រៀន Alibaba នៅពេលហ្នឹងក៏មានច្រើនក្បាច់ច្រើនតង់ផងដែរប៉ុន្តែយើងមិនបាច់មើលទេបន្ទាប់ពីការវឹកហាត់ហើយ Alibaba ក៏បានមកអង្គុយមើល Aladdin នៅពេលហ្នឹងក៏មានអារម្មណ៍ថាបន្ទោសខ្លួនឯងជាខ្លាំងដោយសារតែទាញ Aladdin ចូលមកបញ្ហារបស់គាត់នោះឯងប៉ុន្តែនៅពេលហ្នឹង Mojina ក៏និយាយថា Aladdin អត់ដែលបានស្ដីបន្ទោសទៅលើ Alibaba អីទេទោះជាយ៉ាងណាក៏គាត់ពេញចិត្តនឹងជួយដែរត្រូវចាំថាគាត់នៅមាននាងហើយនឹង Alibaba និងប្រជាជនជាច្រើនទៀតដែលនៅចាំគាំទ្រគាត់ខណៈពេលហ្នឹង Alibaba បានអរគុណទៅ Mojina មែនតើដែលបានផ្ដល់យោបល់និងដាស់តឿនគាត់ហើយគាត់ហាក់ដូចជាមានគំនិតអ្វីមួយយ៉ាងនៅព្រឹកហ្នឹងផងដែរប្រជាជនជាច្រើនចាប់ផ្ដើមធ្វើបាតកម្មនៅខាងមុខព្រះរាជវាំងដោយសារតែពួកគេហ្នឹងអត់មានអីញ៉ាំហើយអត់ឃ្លានខ្លាំងមែនតើកូនតូចៗរបស់ពួកគេហ្នឹងក៏អត់មានអីមកអត់មានអីញ៉ាំដែរហើយនៅពេលហ្នឹងផងដែរ Alibaba របស់យើងក៏បានមកដល់ដូចគ្នាគាត់បានប្រកាសខ្លួនថាជាព្រះរាជបុត្រទី3នៅទីនេះហើយក៏ប្រាប់ឲ្យពួកគេបើកទ្វារទៅបើមិនចង់មានបញ្ហាបន្ទាប់មកគាត់ក៏ប្រាប់ឲ្យអ្នកគ្រប់គ្នានៅហ្នឹងដោយអត់ធ្មត់បន្តិចសិនទៅរឿងខាងក្នុងទុកឲ្យគាត់ជាអ្នកចាត់ការ